ប្រិយមិត្តជាទីស្រឡាញ់ទាំងអស់គ្នាស្វាគមន៍មកកាន់វឡកជាមួយនឹងសត្វចិញ្ចឹមភាគ1ទាំងអស់គ្នាផ្ទះដែលនៅដាច់ស្រយាលពីគេស្រួលក្នុងការចិញ្ចឹមសត្វណាស់អ្នកទាំងអស់គ្នាអើយជាពិសេសគឺដូចជាផ្ទះនាងខ្ញុំជាដើមគឺសម្បូរទៅដោយសត្វចិញ្ចឹមមានឆ្កែមានឆ្មាមានជ្រូកមានមាន់មានទាហើយកលែកមកមើលការចិញ្ចឹមឆ្កែនេះមិនមែនជាការអត់ប្រយោជន៍ទេអ្នកទាំងអស់គ្នាឆ្កែគឺជាសត្វមួយប្រភេទដែលស្រឡាញ់និងគោរពម្ចាស់បំផុតវាតែងទុកម្ចាស់វាប្រៀបដូចជាស្ដេចរបស់វាអញ្ចឹងគ្រប់ក្រុមគ្រួសារទាំងអស់ដែលចិញ្ចឹមឆ្កែខ្ញុំមិនដឹងទេតែសម្រាប់ក្រុមគ្រួសារខ្ញុំពេលដែលចិញ្ចឹមឆ្កែទុកឆ្កែប្រៀបដូចជាសមាជិកគ្រួសារមួយរូបអញ្ចឹងផ្ទះនាងខ្ញុំចិញ្ចឹមឆ្កែ2ក្បាលគឺមានឆ្កែញីមួយនិងឆ្កែឈ្មោលមួយក្នុងពេលនេះផងដែរពួកគេបានបង្កើតគ្រួសារបានកូនចំនួន6នាក់អូច្រឡំអ្នកទាំងអស់គ្នាចំនួន6ក្បាលដោយសារតែកត្តាអំណោយផលទីធ្លាផ្ទះធំទូលាយហើយនៅវាលដាច់ពីគេនិយាយទៅគឺធ្វើឲ្យមានភាពងាយស្រួលក្នុងការចិញ្ចឹមសត្វមែនទេឆ្កែឆ្មាចិញ្ចឹមមុតជុំឯអ្នកទាំងអស់គ្នាងុំសត្វបាក់សាបាក់សីតែងតែមកទុំលើដំបូលផ្ទះនាងខ្ញុំជីវិតអ្នករស់នៅដាច់ពីទីប្រជុំជនគឺមានក្តីសុខមួយបែបហើយគេអ្នករស់នៅក្នុងទីប្រជុំជនវាគឺជាក្តីសុខមួយបែបក្តីសុខរបស់មនុស្សមិនអាចយកមកប្រៀបធៀបគ្នាបានទេរៀបរាប់ច្រើនភ្លេចនិយាយពីរឿងសត្វឆ្កែអ្នកទាំងអស់គ្នានាមជាសត្វទេប៉ុន្តែស្រឡាញ់កូនខ្លាំងណាស់ពេលខ្លះកូននាងខ្ញុំក៏បានរួមគ្នាធ្វើបាបដោយថារបៀបថាលេងជាមួយអីចឹងណានិយាយពីជាបារម្ភកូនខ្ញុំខឹងហ្មងសម្រាប់ខ្ញុំចិញ្ចឹមឆ្កែមិនមែនជាឆ្កែវាសេឬក៏ពួកឆ្កែសម្មើអីដូចគេទេរបៀបឆ្កែស្រែប៉ុន្តែឆ្កែនាងខ្ញុំគឺចេះណាស់អ្នកទាំងអស់គ្នាអើយការពារផ្ទះការពារម្ចាស់និយាយទៅគឺមកអេហ្មងចប់ពីសត្វឆ្កែឥឡូវចូលមកដល់សត្វចាបវិញនិយាយមែនអ្នកទាំងអស់គ្នាអត់បានចិញ្ចឹមទេប៉ុន្តែមកអានេះអាងាយពេញទេសូមប្រិយមិត្តទាំងអស់តាមដានទស្សនាជាមួយនឹងសកម្មភាពរបស់សត្វឆ្កែរបស់ខ្ញុំទាំងអស់គ្នា